លោកតានេះសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយសង្គ្រោះជីវិតចៅរបស់គាត់តាមម្នាក់សុខចិត្តធ្វើជាការងារមនុស្សស្រីដែលជា influencer អ្នកសាកល្បងលាបម្សៅដែលរួមទៅគឺជាអ្នក review ម្សៅដើម្បីបានលុយមកផ្គត់ផ្គង់ថ្នាំរបស់ចៅខ្លួនជារួមទៅលោកតាគឺគាត់មានអាយុ72ឆ្នាំហើយតែដើម្បីជំនះដើម្បីធ្វើឲ្យចៅគាត់បានដើរដូចក្មេងធម្មតារឿងអ្វីក៏គាត់ហ៊ានធ្វើដែរនេះគឺជាទំហំក្តីស្រឡាញ់ដ៏ធំធេងមួយលោកតាគឺគាត់មានឈ្មោះថា Zhu Yu Chang សម្រាប់ខ្ញុំអានឈ្មោះខុសអីសូមអធិស្ឋានផងព្រោះអីនេះជាឈ្មោះចិនខ្ញុំមិនដែលហ៊ានចិនពីមុនមកទេចារបស់គាត់មានជំងឺម្យ៉ាងដែលមានឈ្មោះថា Spinal Muscular Atrophy ដែលមានឈ្មោះខាត់ថា SMA ជំងឺនេះដែរគឺវាអាចកើតឡើងទៅគ្រប់ទីកន្លែងដូចជាដៃហើយនឹងជើងយើងវាធ្វើឲ្យសាច់ដុំរបស់យើងគឺពិបាកនឹងក្នុងការធ្វើចលនាធ្វើឲ្យសាច់ដុំយើងខ្សោយមិនអាចធ្វើចលនាបានហើយចៅគាត់គឺមានជំងឺនេះនៅត្រង់កន្លែងឆ្អឹងខ្នងដែលធ្វើឲ្យចៅរបស់គាត់មិនអាចអង្គុយបានហើយប្រសិនបើអត់អាចអង្គុយបានហើយគឺខូចមកកន្លែងខ្នងនឹងហើយទាំងជើងទាំងអីនឹងគឺអត់អាចដើរបានទាំងអស់តែម្ដងហើយជំងឺនេះដែរគឺវាទាមទារលុយច្រើននៅក្នុងការព្យាបាលខ្លាំងមែនទែនដែលថ្នាំព្យាបាលមានតម្លៃរហូតទៅដល់$10,000ឯណោះទោះបីជាគ្រួសាររបស់លោកតាលក់ផ្ទះលក់ដីក៏នៅតែមិនគ្រប់លុយដើម្បីទិញថ្នាំព្យាបាលទៅកាន់ចៅរបស់គាត់ផងដែរដូច្នេះលោកតាក៏សម្រេចចិត្តទៅធ្វើជា influencer ដែលជាអ្នកតេស្តលាបម្សៅគ្រប់ប្រភេទហើយគាត់ធ្វើការច្រើនម៉ោងខ្លាំងមែនទែនក្នុងមួយថ្ងៃរួមទៅគឺជាអ្នក review ម្សៅតែម្ដងទោះបីជាគាត់ជាមនុស្សប្រុសក៏ដោយក៏គាត់នៅតែលះបង់ធ្វើរឿងនេះឲ្យតទៅបានដើម្បីធ្វើឲ្យចៅរបស់គាត់អាចដើរដូចទៅនឹងក្មេងដទៃហើយគាត់បានរៀនចាប់ពីចំណុច0ទៅរៀននៅក្នុងការលាបម្សៅរៀប color ទាំងអស់ដោយការ live របស់គាត់ដំបូងគឺអត់មានមនុស្សចាប់អារម្មណ៍ច្រើនទេតែដែលការតស៊ូមិនបោះបង់គាត់បាន live ជារៀងរាល់ថ្ងៃហើយប្រើរយៈពេលច្រើនខ្លាំងមែនទែននៅក្នុងមួយថ្ងៃហើយដោយសារតែវាកម្រផងអត់មានមនុស្សចាស់ដែលគាត់មកធ្វើ review ម្សៅបែបហ្នឹងទេយូរទៅក៏មានអ្នកចាប់អារម្មណ៍ច្រើនខ្លាំងមែនទែននៅលើបណ្ដាញសង្គមហើយថ្នាំនឹងដែរគឺគាត់អាចទិញមកតែពីអាមេរិកទេកាលហ្នឹងគឺនៅក្នុងចិនអត់ទាន់អាចផលិតបានទេតែចុងក្រោយមកក៏ជាសំណាងល្អវិញថ្នាំនឹងនៅក្នុងប្រទេសចិនគឺគេអាចផលិតបានដែលវាកាត់បន្ថយការចំណាយច្រើនហើយជាចុងក្រោយគាត់ក៏អាចជួយសង្គ្រោះចៅរបស់គាត់បានដូចគ្នាហើយចម្លើយដ៏មានន័យរបស់លោកតានៅពេលដែលមានគេសួរថាតើគាត់ខ្មាស់គេទេនៅពេលដែលធ្វើបែបនេះចម្លើយដ៏មានន័យរបស់គាត់នោះគឺគាត់បាននិយាយថាខ្ញុំមិនខ្មាស់គេទេឲ្យតែចៅរបស់ខ្ញុំអាចដើរបានដូចជាក្មេងដទៃខ្ញុំក៏មិនខ្វល់អំពីខ្លួនឯងដែរដើម្បីឲ្យចៅរបស់ខ្ញុំបានស្រួលដូចជាក្មេងៗដទៃ Oh my god អ្នកទាំងអស់គ្នានេះគឺជាទំហំសេចក្តីស្រឡាញ់ដ៏គួរឲ្យអស្ចារ្យខ្លាំងមែនទែនមិនមែនមានតែចំពោះឪពុកម្ដាយទៅកាន់កូនទេសូម្បីតែលោកតាលោកយាយក៏មានទៅកាន់ចៅដូចគ្នាសេចក្តីស្រឡាញ់នឹងវាអាចនឹងធំជាងឪពុកម្ដាយទៅទៀតខ្ញុំពិតជាកោតសរសើរទៅកាន់ទឹកចិត្តរបស់លោកតាដែលគាត់មានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះចៅរបស់គាត់ខ្លាំងមែនទែនហើយសាច់រឿងរបស់គាត់បានធ្វើឲ្យមនុស្សជាច្រើនរាប់លានអ្នកក្តុកក្តួលខ្លាំងមែនទែននិងកោតសរសើរចំពោះសេចក្តីស្រឡាញ់របស់ជីតាដែលមានទៅលើចៅមួយនេះ